សត្វនាគឬគនាគារគឺជារឿងព្រេងនិទានដ៏ល្បីមួយដែលមាននៅក្នុងវប្បធម៌ខ្មែរនិងប្រទេសជិតខាងដូចជាថៃឡាវនិងឥណ្ឌានៅក្នុងប្រពៃណីខ្មែរសត្វនាគត្រូវបានគេចាត់ទុកថាជាសត្វពិសិដ្ឋដែលរស់នៅក្រោមទន្លេឬសមុទ្រនិងមានអំណាចអស្ចារ្យខាងក្រោមនេះជារឿងព្រេងនិទានស្ដីអំពីសត្វនាគដែលគេនិយមនិយាយជាញឹកញាប់រឿងព្រេងនិទានស្ដីអំពីសត្វនាគក្នុងសម័យដើមមាននាគមួយឈ្មោះថាសុបសាគោនាគដែលរស់នៅក្រោមទន្លេមេគង្គពេលនោះកូនសត្វនាគមួយបានចង់ឡើងមកលើផែនដីដើម្បីស្វែងយល់អំពីជីវិតមនុស្សនៅទីនោះវាបានជួបនារីមនុស្សស្អាតម្នាក់ហើយទាំងពីរគ្នាបានស្រឡាញ់គ្នាប៉ុន្តែព្រះឋានទេវតាមិនអនុញ្ញាតឲ្យនាគរស់ជាមួយមនុស្សទេដូច្នេះនាគត្រូវតែត្រឡប់ទៅទឹកវិញមុននឹងទៅវាបានសន្យាថាខ្ញុំនឹងជួយការពារមនុស្សដែលរស់នៅលើដីនេះតាមផ្លូវទឹកជារៀងរហូតពីពេលនោះមកប្រជាជនខ្មែរគោរពសត្វនាគជាសញ្ញានៃទឹកភាពសម្បូរបែបនិងការពារដីដែននៅពេលព្រះបាទសមុទ្រឬពិធីបុណ្យអុំទូកប្រជាជនខ្មែរនិយមអធិស្ឋានទៅសត្វនាគដើម្បីអភ័យទោសនិងសុំសេចក្តីសុខសាន្តនៃសញ្ញានៃសត្វនាគក្នុងវប្បធម៌ខ្មែរ1ទឹកនិងជីវិតនាគជាតំណាងនៃទឹកដែលជាប្រភពនៃជីវិតនិងសម្បូរបែប2ការពារនិងសន្តិភាពនាគតែងតែត្រូវគេគោរពថាជាអ្នកការពារវត្តនិងទីក្រុង3ព្រះសង្ឃនិងជំនឿបុរាណនៅតាមវត្តអារាមយើងឃើញរូបសត្វនាគត្បាញតាមជណ្ដាលឬដំបូលដើម្បីការពារការក្លែងក្លាយអាក្រក់តើអ្នកចង់ឲ្យខ្ញុំប្រាប់ជាលក្ខណៈរឿងព្រេងពេញលេញមានផ្នែកចាប់ផ្ដើមមធ្យមនិងចប់ដូចជានិទានសម្រាប់អានឬប្រាប់កុមារឬចង់ឲ្យបកស្រាយនៃវប្បធម៌និងប្រភពប្រវត្តិសាស្ត្ររបស់សត្វនាគបន្ថែមទៀត